មនុស្សយើងដែលជួបគ្នាមកពីអតីតជាតិពីជាតិមុនមកយើងធ្លាប់ជួយគ្នាធ្វើល្អជាមួយគ្នាបានជាតិហ្នឹងនាំឲ្យមកជួបគ្នាហ្នឹងនោះមនុស្សមនគររាប់លានអ្នកគេមិនព្រមយកមកយកយើងមកពីគូរបស់យើងពីអតីតមកមនុស្សរាប់លានអ្នកគេមិនស្រឡាញ់មកស្រឡាញ់យើងអាហ្នឹងវាចឹងណាជួនកាលយើងមើលអញ្ចឹងដែរយើងមើលទៅគេរាប់រយអ្នកមិនស្រឡាញ់មកស្រឡាញ់តែម្នាក់ហ្នឹងមកពីម្នាក់ហ្នឹងធ្លាប់មានទំនាក់ទំនងជាមួយយើងពីជាតិមុនមកធ្លាប់ជួយយើងជាប្តីជាប្រពន្ធយើងតួយ៉ាងដោយប្រពុតទៅធ្លាប់ជាប្តីប្រពន្ធរាល់គ្នាមករាប់លានជាតិមកហើយបានជាឃើញគ្នាមាននិស្ស័យចឹងបើធ្វើល្អជាមួយគ្នាទៅមនុស្សមិនចេះបែកគ្នាទេបើគ្មានធម៌ជាមួយគ្នាទេនឹងបែកគ្នាហើយយើងមើលនន្តយាអោបាសកប្តីប្រពន្ធប្តីអ្នកធ្វើបន់ប្រពន្ធមុខមិនដែលរីកទេញោមមុនលោកមកឆាន់ក៏មិនរីកភ្ញៀវខាងប្តីក៏ប្រពន្ធនឹងមុខមិនរីកជាមួយម្ល៉េះហើយមិនជ្រះថ្លាជាមួយភ្ញៀវមិនរីករាយជាមួយភ្ញៀវជាមួយមិត្តភក្តិខាងប្តីម្ល៉េះហើយបែកគ្នាប្តីសពថ្ងៃទៅនៅឋានសួគ៌ទៅហើយប្រពន្ធទៅនៅនរកបាត់ទៅប្តីនឹងទៅមានប្រពន្ធផ្សេងទៀតដែលមានចិត្តដូចគ្នាសូម្បីតែមកខៈមាននប់កើតជាប្អិនណាប្រពន្ធធ្វើបន់ជាមួយទាំង3ទៅកើតជាមួយប្រពន្ធមួយមិនធ្វើជាមួយទៅកើតកុកញីតែម្នាក់ឯងដែរឃើញបែកគ្នាដែរចឹងហើយបានពពោធិសត្វក្តីវិសាខាអនាថបណ្ណកសិទ្ធិដែលបានជួបប្រពន្ធល្អនេះមិនតែជាតិនឹងទេជួបតាំងពីអតីតជាតិមកគេធ្វើល្អជាមួយគ្នាបានកម្មនាំមកជួបគ្នារាល់ជាតិហ្នឹងបានព្រះអង្គសម្ដែងពីទូនីតិប្តីប្រពន្ធបើចង់នៅជាមួយគ្នាក្នុងផ្ទះហ្នឹងឲ្យបានសុខជាមួយគ្នាតលតែអនុវត្តតាមទូនីតិហើយទូនីតិហ្នឹងស្អែកអាចារ្យនឹងបញ្ជាក់បន្ថែមហើយទី1ហ្នឹងគឺខាងទូនីតិខាងប្តីទូនីតិខាងប្តីហ្នឹងគេហៅថាឲ្យចេះស្រឡាញ់ណាឲ្យចេះស្រឡាញ់សាមញ្ញនាយៈឲ្យចេះស្រឡាញ់ប្រពន្ធពោលពាក្យពីរោះពិសាកុំប្រើពាក្យអាមឹងកុំប្រើពាក្យសម្ដីណាដែលនាំឲ្យទំនាស់លេងសើចជ្រុលក៏ទាស់នៅខាងអាត្មាជួបប្រទះផ្ទាល់2 3គូហើយបែកគ្នាដោយសារលេងជ្រុលលេងដំបងលេងអត់ប្រកាន់ទេថ្ងៃណាមួយប្តីមកពីធ្វើការមួម៉ៅប្រកាន់ហ្មងញោមហើយតែប្រកាន់ណាបើបងឯងមិនពេញចិត្តទេទៅផ្ទះបងឯងវិញទៅផ្ទះវិញស្រាប់តែបោះខោអាវនោះយកខោអាវទៅផ្ទះបងឯងវិញប្តីនោះមួម៉ៅទាញខោអាវទៅផ្ទះមែនទៅទល់ថ្ងៃហ្នឹងអត់មកវិញរហូតអាហ្នឹងមួយមកគូទៅហើយមកគូទៀតនិយាយលេងប្តីហ្នឹងទៅណាបាត់ទៅចុះទៅឡើងទៅប្រពន្ធហ្នឹងរបៀបលេងថាបើហ៊ានទៅក៏មកតែមកវិញឆ្កែប្តីអត់មកទល់ថ្ងៃនេះអញ្ចឹងមកថាអាពាក្យលេងខ្លះវាជ្រុលអញ្ចឹងបានថាទួនាទីទី1ប្រយ័ត្នប្រយែងរឿងពាក្យសម្ដីហ្នឹងមួយម៉ាត់ខុសមួយម៉ាត់ត្រូវហើយដូច្នេះហើយចេះអត់ធ្មត់ស្រឡាញ់គ្នាអញ្ចឹងមកទី2អវិមាននាយៈមានន័យថាកុំបៀតបៀនកុំមើលងាយទោះបីគ្នាល្ងិតគ្នាល្ងងយ៉ាងណាក៏ដោយចេះជួយចេះសណ្ដោសគ្នាទៅវិញទៅមកក្នុងនាមជាប្តីប្រពន្ធដូចជីវិតយើងមួយដែរអញ្ចឹងដូចជាផ្នែកមួយនៃជីវិតយើងខាងប្រពន្ធក៏គេគិតថាយើងជាផ្នែកមួយនៃជីវិតគេខាងយើងនេះក៏គិតថាជាប្រពន្ធរបស់យើងតែបើដូច្នេះកុំមើលងាយកុំបៀតបៀនកុំនិយាយពីអសុរោះមានការជេរបន្តិចផ្ដាសាអីគេថាទំនាយមួយទៀតញោមបើប្តីប្រពន្ធជេរគ្នាហែកស្ហួរគ្នាអាមឹងគ្រួសារ